សួស្តីបងប្អូនថ្ងៃនេះខ្ញុំធ្វើវីដេអូមួយជាមួយនឹងម៉ាស៊ីនបិទ label អូតូអញ្ចឹងម៉ាស៊ីននេះពេលដែលយើងសកាត់ចុះវានេះវានឹងបុកមកកន្លែងនេះណាបុកមកកន្លែងនេះវានឹងរុញ label មកបិទអូតូអញ្ចឹងសម្រាប់ទំហំ label យើងអាចធំរហូតដល់ប៉ុណ្ណេះណាប៉ុណ្ណេះហើយដបបងអាចវែងយ៉ាងហ្នឹងក៏បានដែរប៉ុន្តែតួដែលបិទវាគឺនៅក្នុងចន្លោះប៉ុណ្នេះណាព្រោះពេលដែលយើងដាក់ដបគឺយើងអាចទល់អញ្ចេះក៏បានណាហើយពាក់ព័ន្ធមួយទំហំដបបើសិនជាដបនឹងវាខ្ពស់យើងបវល់វាចេញនេះណាតែបើដបនឹងទូចគឺយើងរុញវាទូចដែរមានន័យបើសិនជាទូចយើងរុញឲ្យដបនឹងឲ្យរុញឡើងមកលើណាអញ្ចឹងបើសិនជាដបវាខ្ពស់យើងស្រែធ្វើម៉េចឲ្យត្រូវមួយដបរបស់យើងណាអញ្ចឹងឥឡូវយើងបិទដបប៉ុណ្នេះយើងសាកប៉ុណ្្នឹងទៅហើយយើងរឹតវាណែនណាអញ្ចឹងពាក់ព័ន្ធមួយទីតាំងបិទមានន័យថាបើសិនជាទីតាំង label របស់យើងមើលទំហំ label ចាស់វានៅនេះណាអញ្ចឹងបើសិនជាយើងបិទយើងអាចដាក់ប៉ុណ្្នឹងអញ្ចឹងវាអាចចំពាក់កណ្ដាលដបហើយពេលដែលហើយយើងស្រែនឹងហើយអស់គឺយើងក៏ទាញមកវាដើរហើយណានេះអញ្ចឹងយើងដាក់បិទមួយទៀតអញ្ចឹងវាក្នុងនេះវាមាន sensor របស់វានេះអញ្ចឹងពី label មួយទៅ label មួយវាមានចន្លោះសអញ្ចឹងពេលដល់ចន្លោះសហ្នឹងគឺវានឹងឈប់ណាអានេះដោយសារយើងបិទពីរដងអញ្ចឹង label វាលើក្រោមឥឡូវខ្ញុំសាកបិទតែម្ដងទេប៉ុន្តែយើងដកវាទៅចឹង label វាស្មើអត់ណានេះមួយណា2 3អូខេអញ្ចឹងឥឡូវយើងមើលសាច់ label វិញណាឃើញយើងឃើញទំហំវាស្មើគ្នាលើក្រោមស្មើគ្នាចន្លោះគឺវាប៉ិនគ្នាដូចគ្នាណាអញ្ចឹងមានន័យថាពេលដែលយើងបិទដបមួយបើសិនជាយើងចង់ឲ្យវាស្មើគ្នាគ្រប់ដបទី1គឺយើងត្រូវស្រែអាគូតនេះទល់ជាមួយនឹងគូតប៉ុណ្ណាពេលដែលយើងបិទមកគឺពេលយើងដាក់ដបថ្មីមកគឺវាបិទទៅស្មើគ្នាក្រោយពេលយើងបិទហើយយើងអាចដាក់អន្ទឹមគ្នាទៅយើងឃើញ label វារត់ស្មើគ្នាណាអញ្ចឹងបើសិនជាយើងដបយើងដាក់ម្ដងទៅក្រោយម្ដងមកមុខពេលដែល label វាបិទគឺវាលើក្រោមណាអញ្ចឹងរបៀបប្រើម៉ាស៊ីននេះគឺងាយអញ្ចឹងហើយបិទលឿនពេលដែលបងប្អូនធ្វើ label គឺយើងត្រូវធ្វើប្រភេទជា roll ណាអានេះអាចធ្វើជាប្រភេទ select បានទេជា roll វាមានចន្លោះរបស់វាអញ្ចឹងពេលដែលវារត់តាមចន្លោះហ្នឹងវាមាន sensor វាវាយមួយអញ្ចឹងពេលដែលវាវាយដល់ sensor ហ្នឹងវានឹងឈប់ណាវានឹងឈប់នឹងសម្រាប់ការបិទ label ដើម្បីយើងបិទទៅវាឃើញទម្រង់តែមួយវាស្អាតយើងអាចប្រើជាម៉ាស៊ីនលក្ខណៈអូតូអញ្ចឹងបានណាអញ្ចឹងបងប្អូនដែលមានតម្រូវការក្នុងការបិទ label ច្រើនយើងអាចមើលម៉ាស៊ីននេះបានបងប្អូនមានតម្រូវការចាំឆាតចូល page ដើម្បីព័ត៌មានបន្ថែមសូមអរគុណ